ត្រឹមពេលជាងមួយខែដួងមនិចបូជាសក់បីដងក្នុងផ្លូវព្រះធម៌ឃ្លាតកាន់តែឆ្ងាយពីជីវិតលោឆាយលើវិថីសិល្បៈចាប់បាននិយាយពីជីវិតឯកជនក្រោយរៀបការរវាងអ្នកនាងដួងមនិចនិងលោក leader អ្នកគាំទ្រច្បាស់ជាបានជ្រាបហើយថាបន្ទាប់ពីចាប់ដៃគ្នាសាងគ្រួសារនិងរកស៊ីបានមួយរយៈធំហើយនោះចាមហាជនបានឃើញគូស្វាមីភរិយាមួយគូនេះបានដឹកដៃគ្នាជ្រះថ្លាចំពោះផ្លូវព្រះធម៌ក្នុងនោះកាលពីពេលថ្មីស្វាមីអ្នកនាងដួងមនិចក៏បានបួសជាព្រះសង្ឃមកទល់ពេលនេះដែរចាដែលឡែកងាកទៅកាន់អ្នកនាងដួងមនិចឯណោះវិញក៏មិនខុសពីស្វាមីនោះឡើយដោយអ្នកនាងក៏បានកាន់សិលដើរលើផ្លូវព្រះធម៌ចារកភាពស្ងប់ដូចគ្នាដែរម្យ៉ាងវិញទៀតក្រោយពីការចាប់ផ្ដើមដើរលើផ្លូវព្រះធម៌ហើយអ្នកនាងដួងមនិចក៏បានឃ្លាតឆ្ងាយពីជីវិតលើវិថីសិល្បៈចាជាការពិតបើលើកយកពីជីវិតការប្រឡូកក្នុងវិស័យសិល្បៈមកធៀបនាពេលបច្ចុប្បន្នគឺអ្នកនាងដួងមនិចខុសគ្នាទៅដល់180ដឺក្រេខណៈការពេលអ្នកនាងប្រឡូកសិល្បៈពេញទំហឹងអ្នកនាងក៏ជាមនុស្សចូលចិត្តតុបតែងខ្លួនស៊ីវិល័យផាត់មុខធ្វើសក់រាល់ពេលដើរហើរចេញក្រៅម្ដងចាប់ប៉ុន្តែនៅពេលនេះអ្នកនាងហ៊ានលះបង់បូជាសក់ក្នុងផ្លូវព្រះធម៌មិនស្ដាយនោះឡើយជាក់ស្ដែងនៅថ្ងៃទី2ខែវិច្ឆិកាឆ្នាំ2026ដែលជាថ្ងៃបុណ្យមាឃបូជាអ្នកនាងដួងមនិចចាប់បានបូជាសក់លើកទី3ហើយចាដែលលើកទី1អ្នកនាងបានបូជាសក់នៅថ្ងៃទី13ចាខែធ្នូឆ្នាំ2025និងលើកទី2គឺនៅថ្ងៃទី20ខែមករាឆ្នាំ2026